សួស្តីដល់បងប្អូនទាំងអស់គ្នាដែលទៅតែអញ្ជើញមកដល់ក្នុងប្រទេសកូរ៉េគឺយើងមានតែលិខិតឆ្លងដែនអញ្ចឹងតើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យយើងបានប្រើ SIM ដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការតាក់ទងជាមួយនឹងអ្នកផ្ទះក៏ដូចជាមិត្តភ័ក្តិឬក៏ថៅកែនៅក្នុងប្រទេសកូរ៉េបងប្អូនត្រូវធ្វើយ៉ាងម៉េចទៅសម្រាប់នាងខ្ញុំគឺខ្ញុំមានកញ្ចប់ SIM ដែលបងប្អូនភ្ជាប់តាមលិខិតឆ្លងដែនហើយបងប្អូនអាចប្រើអ៊ីនធឺណិតសេរីបានគឺកញ្ចប់ SIM គម្រោង 36,000 វ៉ុនសម្រាប់គម្រោង SIM នេះគឺបងប្អូនអាចភ្ជាប់2ខែដំបូងប្រើបន្ទាប់មកនៅពេលដែលបងប្អូនបាន ID card ក៏បងប្អូនអាចភ្ជាប់ជាមួយនឹង ID card ទៅគម្រោង SIM line ដែលអត់កុងត្រា10000 ជាងឬក៏33,000ឬក៏20,000ជាងតាមតម្រូវការរបស់បងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងៗតាក់ទងនឹងប្រព័ន្ធ SIM line នៅក្នុងប្រទេសកូរ៉េក៏ដូចជា SIM card ធម្មតាចាអូខេអាចតាក់ទងមកនាងខ្ញុំបានហើយសម្រាប់ការិយាល័យគឺទីតាំងនៅសួនយកអគារហាងខ្មែរលក់ម្ហូបខ្មែរក្រោមដីបងប្អូនចេញច្រកលេខ9មកហើយទីតាំងនឹងទម្លាក់នៅខាងក្រោមចាអរគុណ